មនុស្សខ្លាំងមិនខូចចិត្តរឿងតូចតាចមេរៀន10យ៉ាងសម្រាប់ចិត្តរឹងមាំមិនងាយរង្គោះរង្គើលោកអ្នកសន្តាប់ជាទីគោរពលោកអ្នកធ្លាប់ដែលទេគ្រាន់តែពាក្យមួយម៉ាត់ពីមនុស្សណាម្នាក់វាអាចធ្វើឲ្យអ្នកខូចអារម្មណ៍ពេញមួយថ្ងៃគ្រាន់តែខមមិនមួយនៅលើបណ្ដាញសង្គមវាអាចធ្វើឲ្យអ្នកគិតមិនឈប់ពេញមួយយប់គ្រាន់តែបញ្ហាតូចមួយអាចធ្វើឲ្យអ្នកបាត់បង់សន្តិភាពនៅក្នុងចិត្តអស់ពេលជាច្រើនថ្ងៃប្រសិនបើអ្នកធ្លាប់អ្នកមិនមែនជាមនុស្សតែម្នាក់ទេមនុស្សភាគច្រើនចំណាយជីវិតរបស់ពួកគេមិនមែនដើម្បីដោះស្រាយបញ្ហាធំៗនោះទេប៉ុន្តែដើម្បីប្រយុទ្ធជាមួយនឹងរឿងតូចដែលកើតឡើងនៅក្នុងចិត្តរបស់ខ្លួនគេមិនអាចបំផ្លាញអ្នកបានទេប៉ុន្តែពាក្យរបស់គេបំផ្លាញអ្នកបានគេមិនអាចគ្រប់គ្រងជីវិតអ្នកបានទេប៉ុន្តែគេអាចគ្រប់គ្រងអារម្មណ៍អ្នកបានគេមិនអាចដកសេចក្តីសុខចេញពីអ្នកបានទេប៉ុន្តែអ្នកអាចប្រគល់វាទៅឲ្យគេដោយមិនដឹងខ្លួននេះហើយគឺជារឿងដែលគួរចាប់អារម្មណ៍បំផុតអំពីធម្មជាតិរបស់មនុស្សនៅពេលខ្លះរឿងដែលធ្វើឲ្យយើងឈឺចាប់មិនមែនជាបញ្ហានោះទេលោកអ្នកប៉ុន្តែគឺជារបៀបដែលយើងគិតអំពីបញ្ហាមួយនោះនៅពេលខ្លះមនុស្សដែលធ្វើឲ្យយើងនឿយហត់មិនមែនជាមនុស្សដែលនៅជុំវិញខ្លួនយើងទេប៉ុន្តែជាអារម្មណ៍ដែលយើងអនុញ្ញាតឲ្យគ្រប់គ្រងខ្លួនឯងលោកអ្នកដែលសង្កេតទេមនុស្សពីរនាក់អាចជួបបញ្ហាដូចគ្នាម្នាក់បាក់ទឹកចិត្តអស់សង្ឃឹមហើយគេងមិនលក់ម្នាក់ទៀតនៅតែស្ងប់ស្ងាត់និងបន្តដំណើរជីវិតទៅមុខមនុស្សពីរនាក់អាចនឹងត្រូវរិះគន់ដូចគ្នាម្នាក់ខឹងពេញមួយសប្តាហ៍ម្នាក់ទៀតគ្រាន់តែញញឹមហើយបំភ្លេចវាទៅតើភាពខុសគ្នានៅត្រង់ណាតើមនុស្សម្នាក់ខ្លាំងជាងមនុស្សម្នាក់ទៀតមែនទេមិនប្រកាសនោះទេលោកអ្នកសន្តាប់ជាទីគោរពក៏ប៉ុន្តែពួកគេមានអ្វីមួយដែលមនុស្សភាគច្រើនមិនមាននោះគឺសមត្ថភាពនៅក្នុងការគ្រប់គ្រងចិត្តខ្លួនឯងពីព្រោះនៅក្នុងជីវិតមួយនេះលោកអ្នកមិនអាចបញ្ជាឲ្យមនុស្សគ្រប់គ្នានិយាយល្អពីអ្នកបានទេលោកអ្នកមិនអាចបញ្ឈប់បញ្ហាទាំងអស់មិនឲ្យកើតឡើងបានទេលោកអ្នកមិនអាចធ្វើឲ្យពិភពលោកដំណើរការទៅតាមអ្វីដែលអ្នកចង់បានទាំងអស់បានទេក៏ប៉ុន្តែមានរឿងមួយដែលអ្នកអាចធ្វើបាននោះគឺកុំអនុញ្ញាតឲ្យរឿងតូចមកគ្រប់គ្រងសេចក្តីសុខរបស់អ្នកកុំអនុញ្ញាតឲ្យមនុស្សផ្សេងមកក្លាយទៅជាម្ចាស់នៃអារម្មណ៍របស់អ្នកហើយក៏កុំអនុញ្ញាតឲ្យបញ្ហាបណ្ដោះអាសន្នមកបំផ្លាញសន្តិភាពនៅក្នុងចិត្តរបស់អ្នកដូច្នេះមនុស្សដែលរឹងមាំបំផុតមិនមែនជាមនុស្សដែលមិនធ្លាប់ជួបបញ្ហានោះទេមិនមែនជាមនុស្សដែលមិនធ្លាប់ឈឺចាប់ទេហើយក៏មិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យនោះដែរពួកគេគ្រាន់តែដឹងថាតើអ្វីគួរយកមកគិតនិងអ្វីគួរទៅទុកឲ្យវាកន្លងផុតទៅលោកអ្នកដូច្នេះនៅក្នុងអត្ថបទមួយនេះយើងនឹងស្វែងយល់អំពីមេរៀនទាំង10យ៉ាងសម្រាប់ធ្វើឲ្យចិត្តរឹងមាំមិនងាយរង្គោះរង្គើដែលអាចជួយឲ្យអ្នករក្សាភាពស្ងប់ស្ងាត់នៅកណ្ដាលភាពវឹកវរនិងរស់នៅដោយមិនឲ្យរឿងតូចមកបំផ្លាញជីវិតរបស់អ្នកលោកអ្នកសន្តាប់ជាទីគោរពរឿងទី1កុំឲ្យរឿងតូចមកគ្រប់គ្រងអារម្មណ៍អ្នកមតិ1ពាក្យ1បញ្ហាតូច1មិនសមនឹងលួចសេចក្តីសុខពេញមួយថ្ងៃរបស់អ្នកទេលោកអ្នកមានរឿងមួយដែលគួរចាប់អារម្មណ៍ណាស់អំពីជីវិតរបស់មនុស្សយើងជាញឹកញាប់មិនមែនបញ្ហាធំទេដែលធ្វើឲ្យយើងនឿយហត់ប៉ុន្តែជាបញ្ហាតូចដែលកើតឡើងរាល់ថ្ងៃគេនិយាយអ្វីមិនល្អដាក់យើងមួយម៉ាត់គេមើលងាយយើងមួយផ្លែតគេរិះគន់យើងមួយប្រយោគឬក៏គេមិនរីផ្លាយសាររបស់យើងគេមិនស្វាគមន៍យើងដូចមុនហើយភ្លាមនោះអារម្មណ៍របស់យើងក៏ចាប់ផ្ដើមផ្លាស់ប្ដូរយើងចាប់ផ្ដើមគិតហើយគិតទៀតវិភាគហើយវិភាគទៀតរហូតដល់រឿងតូចមួយក៏คล้ายទៅជាបញ្ហាធំមួយនៅក្នុងចិត្តលោកអ្នកសាកគិតទៅមើលតើមានប៉ុន្មានដងដែលអ្នកខូចអារម្មណ៍ពេញមួយថ្ងៃដោយសារតែពាក្យមួយម៉ាត់តើមានប៉ុន្មានដងដែលអ្នកគេងមិនលក់ដោយសារតែមតិរបស់មនុស្សណាម្នាក់ហើយតើមានប៉ុន្មានដងដែលអ្នកបាត់បង់សេចក្តីសុខដោយសារតែរឿងមួយសប្តាហ៍ក្រោយមកអ្នកស្ទើរតែមិនចងចាំផងនោះនេះហើយគឺជាអន្ទាក់មួយដែលមនុស្សភាគច្រើនធ្លាក់ចូលពួកគេប្រគល់អំណាចលើអារម្មណ៍របស់ខ្លួនទៅឲ្យរឿងដែលមិនសំខាន់ដូច្នេះលោកអ្នកសន្តាប់ជាទីគោរពចិត្តវិទ្យាមានគំនិតមួយបង្រៀនឲ្យយើងដឹងថាមិនមែនប្រតិការដែលធ្វើឲ្យយើងឈឺចាប់ទេប៉ុន្តែជាការបកស្រាយរបស់យើងចំពោះប្រតិការទាំងនោះឧទាហរណ៍ដូចជាមនុស្សម្នាក់រិះគន់អ្នកការពិតមានតែមួយនរណាម្នាក់និយាយអ្វីមួយអំពីអ្នកប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់គឺអាស្រ័យទៅលើអ្នកអាចយកវាទៅគិតពេញមួយសប្តាហ៍ឬក៏អ្នកអាចសួរខ្លួនឯងថាតើរឿងទាំងនេះសមនឹងឲ្យខ្ញុំចំណាយសេចក្តីសុខរបស់ខ្ញុំដែរទេ
មនុស្សដែលមានចិត្តរឹងមាំមិនមែនជាមនុស្សដែលមិនមានអារម្មណ៍នោះទេពួកគេក៏ខឹងក៏អន់ចិត្តក៏ខកចិត្តដូចជាមនុស្សគ្រប់គ្នាដែរក៏ប៉ុន្តែភាពខុសគ្នានោះគឺពួកគេមិនអនុញ្ញាតឲ្យអារម្មណ៍ទាំងនោះស្នាក់នៅយូរពេកពួកគេមិនអង្គុយគិតតែអំពីរឿងតូចៗពេញមួយថ្ងៃនោះទេពួកគេមិនឲ្យមនុស្សណាម្នាក់ដែលមិនស្រឡាញ់ខ្លួនคล้ายទៅជាម្ចាស់សេចក្តីសុខរបស់ខ្លួននោះទេមានមនុស្សមួយចំនួនចំណាយពេលត្រឹមតែ10វិនាទីនិយាយអាក្រក់អំពីអ្នកប៉ុន្តែអ្នកបែរជាចំណាយពេល10ម៉ោងគិតអំពីពាក្យរបស់គេទៅវិញអ្នកសាកសួរខ្លួនឯងទៅមើលតើនេះយុត្តិធម៌ចំពោះខ្លួនឯងដែរឬទេតើមនុស្សម្នាក់ដែលមិនខ្វល់អំពីអ្នកសមនឹងទទួលបានពេលវេលានិងថាមពលផ្លូវចិត្តច្រើនបែបនេះដែរឬទេភាគច្រើនគឺមិនសមនោះទេប៉ុន្តែយើងនៅតែធ្វើវាដោយសារតែយើងមិនបានវឹកហាត់ចិត្តរបស់ខ្លួនមនុស្សដែលមានសន្តិភាពនៅក្នុងចិត្តដឹងថាមិនមែនគ្រប់រឿងសិតតែសមនឹងប្រតិកម្មនោះទេមិនមែនគ្រប់ការរិះគន់សិតតែសមទៅនឹងការឆ្លើយតបនោះទេហើយក៏មិនមែនគ្រប់បញ្ហាសិតតែសមនឹងយកមកដាក់នៅក្នុងចិត្តនោះទេនៅពេលខ្លះការមិនខ្វល់គឺជាប្រាជ្ញាការដើរចេញគឺជាភាពរឹងមាំហើយការទុកឲ្យរឿងមួយកន្លងផុតទៅគឺជាជ័យជំនះលើខ្លួនឯងដូច្នេះសូមអ្នកចងចាំថាជីវិតរបស់អ្នកមានរឿងសំខាន់ជាងនេះច្រើនណាស់ក្តីស្រមៃរបស់អ្នកគ្រួសាររបស់អ្នកសុខភាពរបស់អ្នកគោលដៅរបស់អ្នកកុំអនុញ្ញាតឲ្យរឿងតូចមួយមកលួចយកថាមពលដែលអ្នកគួរតែប្រើសម្រាប់រឿងធំៗនៅទីបញ្ចប់មនុស្សទន់ខ្សោយអនុញ្ញាតឲ្យរឿងតូចៗគ្រប់គ្រងអារម្មណ៍របស់ខ្លួនប៉ុន្តែមនុស្សខ្លាំងជ្រើសរើសថាអ្វីគួរតែយកមកដាក់ក្នុងចិត្តនិងអ្វីគួរតែទុកឲ្យកន្លងផុតទៅនោះហើយគឺជាមូលហេតុដែលមនុស្សខ្លាំងគេមិនខូចចិត្តរឿងតូចនោះទេលោកអ្នកស្ដាប់ជាទីគោរពចំណែករឿងទី2គឺបដោតទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបានមានមូលហេតុមួយដែលធ្វើឲ្យមនុស្សជាច្រើននឿយហត់ផ្លូវចិត្តជារៀងរាល់ថ្ងៃគឺមិនមែនដោយសារតែពួកគេមានបញ្ហាច្រើនពេកនោះទេប៉ុន្តែដោយសារតែពួកគេចំណាយថាមពលទៅលើរឿងដែលពួកគេមិនអាចគ្រប់គ្រងបានអ្នកសាកគិតទៅមើលតើអ្នកអាចគ្រប់គ្រងអាកាសធាតុបានទេមិនបានទេតើអ្នកអាចគ្រប់គ្រងមនុស្សគ្រប់គ្នាឲ្យចូលចិត្តអ្នកបានទេមិនបានទេតើអ្នកអាចត្រឡប់ទៅការអតីតកាលវិញបានទេក៏មិនបានដែរប៉ុន្តែបើទោះបីជាយើងដឹងថាយើងគ្រប់គ្រងមិនបានក៏ដោយយើងនៅតែចំណាយពេលគិតអំពីវាយើងនៅតែខឹងវាព្រួយបារម្ភពីវាហើយក៏ព្យាយាមផ្លាស់ប្ដូរវានេះហើយគឺជាមូលហេតុដែលមនុស្សជាច្រើនមានអារម្មណ៍ថាជីវិតធ្ងន់ធ្ងរនិងស្មុគស្មាញពួកគេកំពុងតែប្រយុទ្ធជាមួយនឹងសង្គ្រាមដែលពួកគេមិនអាចឈ្នះបានដូច្នេះតាមរយៈចិត្តវិទ្យាមានគោលការណ៍មួយដែលមានឥទ្ធិពលបំផុតវាបែងចែកជីវិតជាពីរផ្នែកផ្នែកទី1គឺជាអ្វីដែលអ្នកអាចគ្រប់គ្រងបានហើយផ្នែកទី2គឺជាអ្វីដែលអ្នកមិនអាចគ្រប់គ្រងបានបញ្ហារបស់មនុស្សភាគច្រើនផ្ដោតទៅលើផ្នែកទី2ពួកគេខ្វល់ថាមនុស្សគេគិតយ៉ាងម៉េចខ្វល់ថាហេតុអ្វីក៏អតីតកាលកើតឡើងបែបនោះខ្វល់ថាហេតុអ្វីក៏ជីវិតមិនយុត្តិធម៌ខ្វល់ថាហេតុអ្វីក៏អ្នកនិយាយបែបនេះអ្នកនោះធ្វើបែបនោះហើយជាចុងក្រោយពួកគេបាត់បង់ថាមពលផ្លូវចិត្តយ៉ាងច្រើនទៅលើរឿងដែលមិនអាចផ្លាស់ប្ដូរបានលោកអ្នកសួរខ្លួនឯងមួយសំណួរទៅមើលបានអ្នកអង្គុយព្រួយបារម្ភអំពីភ្លៀងមួយថ្ងៃពេញតើមេឈប់ភ្លៀងដែរទេគឺមិនដែលនោះទេប្រសិនបើអ្នកគិតពីកំហុសដែលធ្វើកាលពី5ឆ្នាំមុនជារៀងរាល់យប់តើវាអាចលុបអតីតកាលបានទេក៏មិនបានដែរប្រសិនបើអ្នកខឹងមនុស្សម្នាក់ដែលមិនចូលចិត្តអ្នកតើវាធ្វើឲ្យគេចូលចិត្តអ្នកវិញទេភាគច្រើនក៏មិនអាចនោះដែរដូច្នេះតើយើងកំពុងធ្វើអ្វីយើងកំពុងតែចំណាយថាមពលដ៏មានតម្លៃរបស់ខ្លួនទៅលើរឿងដែលមិនផ្ដល់លទ្ធផលអ្វីសោះមនុស្សដែលមានចិត្តរឹងមាំមើលជីវិតខុសពីនេះនៅពេលដែលមានបញ្ហាកើតឡើងពួកគេនឹងសួរខ្លួនឯងថាតើមានអ្វីខ្លះដែលខ្ញុំអាចធ្វើបានតើមានអ្វីខ្លះដែលខ្ញុំអាចផ្លាស់ប្ដូរបានតើជំហានបន្ទាប់របស់ខ្ញុំនោះគឺអ្វីពួកគេមិនជាប់គាំងនៅក្នុងការត្អូញត្អែទេពួកគេផ្ដោតទៅលើសកម្មភាពឧទាហរណ៍ថាលោកអ្នកមិនអាចគ្រប់គ្រងសេដ្ឋកិច្ចបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងជំនាញរបស់ខ្លួនលោកអ្នកមិនអាចគ្រប់គ្រងការរិះគន់បានទេប៉ុន្តែអ្នកអាចគ្រប់គ្រងការឆ្លើយតបរបស់ខ្លួនលោកអ្នកមិនអាចគ្រប់គ្រងអតីតកាលបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងអ្វីដែលអ្នកធ្វើនៅថ្ងៃនេះបានដូច្នេះលោកអ្នកនៅទីបញ្ចប់ជីវិតនឹងតែងតែមានរឿងដែលអ្នកមិនអាចគ្រប់គ្រងបាននិងមានមនុស្សដែលមិនយល់ពីអ្នកហើយក៏មានរឿងដែលមិនដំណើរការទៅតាមផែនការរបស់អ្នកមានអតីតកាលដែលមិនអាចកែប្រែបានប៉ុន្តែអ្នកនៅតែមានជម្រើសមួយនោះគឺជ្រើសរើសយកកន្លែងដែលអ្នកចង់ចំណាយថាមពលរបស់ខ្លួនពីព្រោះមេរៀនដ៏សំខាន់មួយនៅក្នុងជីវិតនោះគឺលោកអ្នកមិនអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងបានទេ
ក៏ប៉ុន្តែអ្នកអាចគ្រប់គ្រងរបៀបដែលអ្នកឆ្លើយតបចំពោះអ្វីៗទាំងនោះបានដូច្នេះនៅពេលដែលអ្នករៀនផ្ដោតទៅលើអ្វីដែលអ្នកអាចផ្លាស់ប្ដូរបានអ្នកនឹងមានសន្តិភាពនៅក្នុងចិត្តច្រើនជាងមុននិងខ្ជិលខ្ជាថាមពលតិចជាងមុនលោកអ្នកស្ដាប់ជាទីគោរពរឿងទី3កុំរំពឹងថាជីវិតត្រូវតែយុត្តិធម៌មានរឿងមួយដែលធ្វើឲ្យមនុស្សជាច្រើនខកចិត្តនឹងជីវិតនោះគឺពួកគេរំពឹងថាអ្វីៗគួរតែយុត្តិធម៌ជានិច្ចពួកគេតែងតែគិតថាបើខ្ញុំជាមនុស្សល្អខ្ញុំគួរតែទទួលបានរឿងល្អបើសិនជាខ្ញុំខិតខំធ្វើការងារខ្ញុំគួរតែជោគជ័យបើខ្ញុំស្មោះត្រង់មនុស្សគ្រប់គ្នាគួរតែស្មោះត្រង់ជាមួយខ្ញុំវិញប៉ុន្តែជីវិតមិនដំណើរការទៅតាមរូបមន្តបែបនោះទេនៅពេលខ្លះមនុស្សដែលខិតខំបំផុតមិនមែនជាអ្នកដែលទទួលបានរង្វាន់មុនគេនោះទេនៅពេលខ្លះមនុស្សដែលមានចិត្តល្អបែរជាជួបនឹងការខកចិត្តច្រើនជាងគេហើយនៅពេលខ្លះទៀតមនុស្សដែលយើងគិតថាមិនសមនឹងទទួលបានអ្វីសោះក៏បែរជាទទួលបានអ្វីដែលពួកគេចង់បានដូច្នេះលោកអ្នកនេះគឺជាការពិតដែលមនុស្សជាច្រើនពិបាកទទួលយកប៉ុន្តែនៅពេលចាប់ផ្ដើមទទួលយកការពិតទាំងនេះអ្នកនឹងរស់នៅដោយស្ងប់ស្ងាត់ជាងមុនពីព្រោះអ្នកនឹងឈប់សួរថាហេតុអ្វីក៏រឿងទាំងនេះកើតឡើងចំពោះខ្ញុំហើយចាប់ផ្ដើមសួរទៅវិញថាតើខ្ញុំគួរធ្វើអ្វីបន្ទាប់នេះគឺជាភាពខុសគ្នារវាងមនុស្សដែលជាប់គាំងនិងមនុស្សដែលបន្តដំណើរទៅមុខមនុស្សម្នាក់ចំណាយពេលត្អូញត្អែមនុស្សម្នាក់ទៀតចំណាយពេលស្វែងរកដំណោះស្រាយដូច្នេះចិត្តវិទ្យាមិនបង្រៀនយើងឲ្យចូលចិត្តភាពអយុត្តិធម៌ទេប៉ុន្តែវាបង្រៀនឲ្យយើងឈប់ខ្ជិលខ្ជាថាមពលទៅលើការប្រឆាំងនឹងការពិតពីព្រោះនៅទីបញ្ចប់លោកអ្នកមិនអាចជ្រើសរើសអ្វីដែលកើតឡើងចំពោះអ្នកបានទេប៉ុន្តែអ្នកអាចជ្រើសរើសថាតើអ្នកនឹងឆ្លើយតបចំពោះវាយ៉ាងដូចម្តេចនោះហើយគឺជាកន្លែងដែលភាពរឹងមាំពិតប្រាកដកើតឡើងការទទួលយកការពិតមិនមែនជាការចោះចាញ់ទេវាគឺជាជំហានដំបូងនៃការឈ្នះបញ្ហាលោកអ្នករឿងទី4កុំឲ្យមតិអ្នកដទៃកំណត់តម្លៃរបស់អ្នកមនុស្សជាច្រើនរស់នៅក្នុងគុកមួយដែលមិនដឹងខ្លួនគុកនោះគឺមិនមានជញ្ជាំងនោះទេមិនមានទ្វារចាក់សោទេប៉ុន្តែវាគ្រប់គ្រងជីវិតរបស់ពួកគេជារៀងរាល់ថ្ងៃគុកនោះគឺមតិរបស់អ្នកដទៃពួកគេខ្លាចគេមិនពេញចិត្តខ្លាចគេរិះគន់ខ្លាចគេយល់ខុសខ្លាចគេនិយាយដើមហើយដោយសារតែការភ័យខ្លាចទាំងនេះពួកគេនឹងចាប់ផ្ដើមរស់នៅដើម្បីផ្គាប់ចិត្តមនុស្សដែលនៅជុំវិញខ្លួនប៉ុន្តែបញ្ហានោះគឺមិនថាអ្នកព្យាយាមប៉ុណ្ណាទេអ្នកមិនអាចធ្វើឲ្យមនុស្សគ្រប់គ្នាពេញចិត្តអ្នកបានឡើយអ្នកធ្វើល្អគេរិះគន់អ្នកមិនធ្វើគេរិះគន់អ្នកនិយាយច្រើនគេថាច្រើនពេកអ្នកនិយាយតិចគេថាក្រអឺតក្រទមដូច្នេះមានន័យថាមិនថាអ្នកធ្វើអ្វីក៏នឹងមានមនុស្សមួយចំនួនមិនយល់ស្របជាមួយនឹងអ្នកដែរហេតុដូច្នេះហើយទើបមនុស្សដែលមានចិត្តរឹងមាំមិនយកតម្លៃរបស់ខ្លួនទៅផ្ញើទុកនៅក្នុងដៃអ្នកដទៃនោះទេពួកគេដឹងច្បាស់ថាការសរសើរអាចផ្លាស់ប្ដូរបានការរិះគន់ក៏អាចផ្លាស់ប្ដូរបានដែរមតិមនុស្សនៅថ្ងៃនេះនិងថ្ងៃស្អែកអាចនឹងខុសគ្នាទាំងស្រុងប៉ុន្តែគុណតម្លៃពិតប្រាកដរបស់អ្នកមិនបានផ្លាស់ប្ដូរទៅតាមពាក្យសម្ដីរបស់នរណាម្នាក់នោះទេដូច្នេះប្រសិនបើអ្នកដឹងថាអ្នកជានរណាអ្នកដឹងថាបើអ្នកដឹងថាអ្នកជានរណាអ្នកដឹងថាអ្នកឈរទៅលើគោលការណ៍អ្វីដឹងថាអ្នកកំពុងធ្វើអ្វីដែលត្រឹមត្រូវនោះមតិខាងក្រៅនឹងមិនអាចរំជួយចិត្តអ្នកបានងាយៗនោះទេអ្នកត្រូវចងចាំថាមនុស្សខ្លះរិះគន់អ្នកព្រោះគេមិនយល់ពីអ្នកមនុស្សខ្លះរិះគន់អ្នកព្រោះតែគេច្រណែនអ្នកហើយមនុស្សខ្លះទៀតរិះគន់អ្នកដោយសារតែគេកំពុងឆ្លោះបញ្ចាំងអំពីបញ្ហារបស់ខ្លួនឯងដូច្នេះលោកអ្នកស្ដាប់ជាទីគោរពកុំប្រកល់តម្លៃរបស់អ្នកទៅឲ្យមតិរបស់មនុស្សដែលមិនស្គាល់ជីវិតអ្នកពិតប្រាកដមនុស្សដែលមានសន្តិភាពនៅក្នុងចិត្តមិនរស់នៅដើម្បីឲ្យគេទះដៃសរសើរនោះទេពួកគេនឹងរស់នៅស្របទៅតាមគុណតម្លៃនិងមនសិការរបស់ខ្លួនលោកអ្នកស្ដាប់ជាទីគោរពរឿងទី5នោះគឺរៀននៅស្ងៀមពេលដែលអារម្មណ៍កំពុងតែខ្លាំងមានការសម្រេចចិត្តជាច្រើនដែលមនុស្សស្ដាយក្រោយពេញមួយជីវិតគឺមិនមែនដោយសារពួកគេល្ងងទេមិនមែនដោយសារពួកគេអត់ចេះគិតអ្វីនោះទេប៉ុន្តែដោយសារតែពួកគេធ្វើវានៅពេលដែលអារម្មណ៍កំពុងតែឡើងខ្ពស់បំផុតនៅពេលដែលខឹងមនុស្សចង់ឆ្លើយតបទៅវិញភ្លាមនៅពេលអន់ចិត្តមនុស្សចង់និយាយអ្វីគ្រប់យ៉ាងដែលនៅក្នុងចិត្តនៅពេលដែលឈឺចាប់មនុស្សចង់ធ្វើសកម្មភាពដែលធ្វើឲ្យខ្លួនមានអារម្មណ៍ប្រសើរភ្លាមប៉ុន្តែបញ្ហានោះគឺអារម្មណ៍គឺជាភ្ញៀវបណ្ដោះអាសន្នប៉ុណ្ណោះវាមកវាខ្លាំងហើយបន្ទាប់មកវាក៏រលាយបាត់ទៅវិញចំណែកលទ្ធផលនៃសកម្មភាពរបស់យើងអាចនឹងនៅជាមួយយើងពេញមួយជីវិតមានមនុស្សខ្លះបាត់បង់មិត្តភាពដោយសារតែសារមួយ
បាត់បង់ការងារដោយសារតែពាក្យមួយឃ្លាបាត់បង់ឱកាសល្អៗដោយសារតែការសម្រេចចិត្តមួយផ្លែតនៅពេលក្រោយមកពួកគេនិយាយថាប្រសិនបើខ្ញុំស្ងប់ចិត្តបន្តិចសិនប្រហែលជាមិនកើតរឿងទាំងនេះទេនេះហើយគឺជាមូលហេតុដែលមនុស្សចាស់ទុំផ្លូវចិត្តចូលចិត្តទុកពេលវេលាឲ្យខ្លួនឯងពួកគេមិនប្រញាប់ឆ្លើយតបមិនប្រញាប់សន្និដ្ឋានមិនប្រញាប់កាត់សេចក្តីពួកគេដឹងថាចិត្តដែលកំពុងក្តៅមើលអ្វីមិនច្បាស់ទេដូចជាទឹកដែលកំពុងរលោងខ្លាំងមិនអាចឆ្លោះរូបភាពបានច្បាស់នោះទេដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ខ្លាំងនៅពេលខ្លះអ្វីដែលឆ្លាតបំផុតមិនមែនជាការនិយាយទេគឺជាការរងចាំឲ្យចិត្តស្ងប់រងចាំគិតឲ្យបានច្បាស់រងចាំឲ្យអារម្មណ៍ចុះថយពីព្រោះជាញឹកញាប់អ្វីដែលអ្នកចង់និយាយនៅពេលដែលខឹងនិងអ្វីដែលអ្នកចង់និយាយនៅថ្ងៃស្អែកគឺខុសគ្នាទាំងស្រុងមនុស្សខ្លាំងមិនមែនអ្នកដែលអាចគ្រប់គ្រងអ្នកដទៃបានទេប៉ុន្តែជាអ្នកដែលអាចគ្រប់គ្រងខ្លួនឯងនៅពេលដែលអារម្មណ៍កំពុងតែឡើងខ្ពស់លោកអ្នកស្ដាប់ជាទីគោរពរឿងទី6បញ្ហាមិនមែនជាសត្រូវរបស់អ្នកនោះទេកុំយល់ច្រឡំមនុស្សភាគច្រើនចូលចិត្តជីវិតដែលងាយស្រួលគ្មានបញ្ហាគ្មានសម្ពាធគ្មានការបរាជ័យគ្មានការបដិសេធប៉ុន្តែបើសម្លឹងមើលមនុស្សដែលរឹងមាំបំផុតនៅក្នុងលោកអ្នកនឹងរកឃើញរឿងមួយដែលដូចគ្នាពួកគេមិនបានក្លាយទៅជាមនុស្សខ្លាំងដោយសារតែជីវិតងាយស្រួលទេពួកគេខ្លាំងដោយសារតែពួកគេធ្លាប់ឆ្លងកាត់រឿងរ៉ាវលំបាកដូច្នេះគ្មាននរណាម្នាក់ដែលរៀនអត់ធ្មត់ពីការទទួលបានអ្វីគ្រប់យ៉ាងតាមចិត្តទេគ្មាននរណាម្នាក់រៀនរឹងមាំពីការឈ្នះគ្រប់ពេលវេលានោះទេហើយក៏គ្មាននរណាម្នាក់រៀនក្រោកឈរពីការមិនដួលនោះទេជាញឹកញាប់មេរៀនដែលមានតម្លៃបំផុតមកពីពេលដែលអ្វីមិនដំណើរការទៅតាមផែនការនៅពេលដែលអ្នកត្រូវគេបដិសេធអ្នករៀនអំពីការអត់ធ្មត់នៅពេលដែលអ្នកបរាជ័យអ្នករៀនអំពីការកែលម្អខ្លួនឯងនៅពេលដែលអ្នកជួបការលំបាកអ្នករៀនអំពីសមត្ថភាពដែលអ្នកមិនធ្លាប់ដឹងថាខ្លួនឯងមានដូច្នេះលោកអ្នកស្ដាប់ជាទីគោរពបញ្ហាមិនបានមកបំផ្លាញអ្នកជានិច្ចនោះទេនៅពេលខ្លះវាមកបង្ហាញថាអ្នកអាចរឹងមាំជាងអ្វីដែលអ្នកបានគិតសូមលោកអ្នកគិតទៅមើលបើជីវិតមិនដែលមានឧបសគ្គតើអ្នកនឹងរៀនពីភាពអត់ធ្មត់ពីណាបើមិនដែលមានការខកចិត្តតើអ្នកនឹងរៀនទទួលយកមកពីណាបើមិនដែលមានការបរាជ័យតើអ្នកនឹងរៀនក្រោកឈរឡើងវិញពីណានេះហើយគឺជាមូលហេតុដែលមនុស្សមានប្រាជ្ញាមិនដែលសួរទេថាតើហេតុអ្វីបញ្ហាទាំងនេះកើតឡើងចំពោះខ្ញុំប៉ុន្តែពួកគេនឹងសួរថាតើបញ្ហាទាំងនេះកំពុងតែបង្រៀនអ្វីដល់ខ្ញុំគំនិតទាំងពីរនេះគឺខុសគ្នាខ្លាំងណាស់លោកអ្នកមួយធ្វើឲ្យคล้ายទៅជាជនរងគ្រោះមួយទៀតធ្វើឲ្យអ្នករីកចម្រើនដូច្នេះលោកអ្នកស្ដាប់ជាទីគោរពសូមអ្នកចងចាំថាជីវិតអ្នកនឹងមិនរឹងមាំដោយការផ្ដល់ភាពងាយស្រួលនោះទេវានឹងរឹងមាំតាមរយៈការប្រឈមមុខទៅនឹងអ្វីដែលពិបាកហើយចិត្តរឹងមាំនឹងតែងតែកើតចេញពីការឆ្លងកាត់មិនមែនពីការគេចវេះនោះទេលោកអ្នកស្ដាប់ជាទីគោរពរឿងទី7កុំរស់នៅក្នុងអតីតកាលមានមនុស្សជាច្រើនដែលរាងកាយរស់នៅក្នុងបច្ចុប្បន្នប៉ុន្តែចិត្តរបស់ពួកគេនៅជាប់គាំងក្នុងអតីតកាលពួកគេនៅតែគិតអំពីកំហុសដែលខ្លួនឯងធ្លាប់ធ្វើនៅតែគិតអំពីឱកាសដែលខ្លួនបានបាត់បង់នៅតែគិតអំពីមនុស្សដែលបានចាកចេញពីជីវិតនៅតែគិតអំពីពាក្យសម្ដីដែលគួរតែនិយាយប៉ុន្តែមិនបាននិយាយហើយរាល់ពេលដែលអនុស្សាវរីយ៍ទាំងនោះត្រឡប់មកវិញពួកគេបន្តឈឺចាប់ម្ដងហើយម្ដងទៀតប៉ុន្តែមានសំណួរមួយដែលអ្នកគួរតែសួរខ្លួនឯងតើការគិតអំពីវារាល់ថ្ងៃវាអាចផ្លាស់ប្ដូរអ្វីដែលបានកើតឡើងហើយដែរឬទេចម្លើយគឺវាមិនអាចទេអតីតកាលដូចជាសៀវភៅដែលបានបោះពុម្ពរួចទៅហើយអ្នកអាចអានវាឡើងវិញបានអ្នកអាចរៀនពីវាបានប៉ុន្តែអ្នកមិនអាចសរសេរវាឡើងវិញម្ដងទៀតបានទេដូច្នេះបញ្ហាគឺមនុស្សជាច្រើនមិនត្រឹមតែអានសៀវភៅចាស់ៗទេពួកគេរស់នៅក្នុងនោះពួកគេអនុញ្ញាតឲ្យរឿងដែលកើតឡើងកាលពី3ឆ្នាំមុនមកបំផ្លាញថ្ងៃនេះអនុញ្ញាតឲ្យកំហុសចាស់ៗមកប្លន់ទំនុកចិត្តរបស់ខ្លួនអនុញ្ញាតឲ្យការខកចិត្តចាស់ៗមករារាំងការចាប់ផ្ដើមជាថ្មីមនុស្សដែលមានចិត្តរឹងមាំមិនភ្លេចអតីតកាលទេពួកគេគ្រាន់តែមិនរស់នៅក្នុងវាតទៅទៀតពួកគេយកមកធ្វើជាមេរៀនហើយទុកការឈឺចាប់នៅទីនោះពួកគេរៀនពីការបរាជ័យប៉ុន្តែមិនយកអត្តសញ្ញាណរបស់ខ្លួនទៅភ្ជាប់ជាមួយនឹងការបរាជ័យទាំងនោះទេដូច្នេះនៅទីបញ្ចប់អតីតកាលគួរតែជាគ្រូបង្រៀនមិនមែនជាគុកដែលខំខាំងអ្នកនោះទេមេរៀនយកបានប៉ុន្តែកុំយកការឈឺចាប់មករស់នៅជាមួយរាល់ថ្ងៃលោកអ្នករឿងទី8កុំអនុញ្ញាតឲ្យមនុស្សពុលលួចសន្តិភាពនៅក្នុងចិត្តអ្នក
នៅក្នុងជីវិតលោកអ្នកមិនអាចជ្រើសរើសមនុស្សទាំងអស់ដែលអ្នកនឹងជួបបានទេប៉ុន្តែលោកអ្នកអាចជ្រើសរើសថាតើអ្នកនឹងអនុញ្ញាតឲ្យអ្នកណាមានឥទ្ធិពលទៅលើចិត្តរបស់អ្នកមានមនុស្សខ្លះមិនថាទៅដល់ទីណាទេពួកគេនាំយកបញ្ហាទៅទីនោះពួកគេចូលចិត្តនិយាយដើមចូលចិត្តបង្កចំនួនចូលចិត្តរិះគន់គ្រប់យ៉ាងចូលចិត្តបញ្ចេញភាពអវិជ្ជមានទៅលើអ្នកដទៃហើយប្រសិនបើអ្នកមិនប្រយ័ត្នប្រយែងអ្នកនឹងចាប់ផ្ដើមយកថាមពលអវិជ្ជមានទាំងនោះមកដាក់នៅក្នុងចិត្តរបស់ខ្លួនមនុស្សជាច្រើនគិតថាពួកគេត្រូវតែឈ្នះការប្រកែកគ្រប់លើកត្រូវតែបញ្ជាក់ថាខ្លួនត្រឹមត្រូវត្រូវតែឆ្លើយតបគ្រប់ការរិះគន់ប៉ុន្តែការពិតនោះគឺមិនមែនគ្រប់សង្គ្រាមសិតតែសមនឹងចូលរួមនោះទេនៅពេលខ្លះការការពារសន្តិភាពនៅក្នុងចិត្តវាមានតម្លៃជាងការឈ្នះការប្រកែកនៅពេលខ្លះការស្ងៀមស្ងាត់វាមានតម្លៃជាងការពន្យល់ហើយនៅពេលខ្លះការដើរចេញគឺជាសញ្ញានៃភាពចាស់ទុំមិនមែនជាភាពទន់ខ្សោយនោះទេដូច្នេះមនុស្សដែលរឹងមាំមិនមែនជាមនុស្សពលคล้ายទៅជាម្ចាស់អារម្មណ៍របស់ខ្លួននោះទេពួកគេដឹងថាពេលវេលានិងសន្តិភាពនៅក្នុងចិត្តគឺមានតម្លៃពេកនៅក្នុងការខ្ជិះខ្ជាទៅលើមនុស្សដែលមិនចង់យល់លោកអ្នកមិនចាំបាច់ឈ្នះមនុស្សគ្រប់គ្នាទេអ្នកគ្រាន់តែត្រូវការសន្តិភាពនៅក្នុងចិត្តរបស់ខ្លួនឲ្យបានតែប៉ុណ្ណោះលោកអ្នកស្ដាប់ជាទីគោរពរឿងទី9រៀនសប្បាយចិត្តជាមួយនឹងអ្វីដែលអ្នកមានមនុស្សភាគច្រើនមានទម្លាប់មួយដែលពួកគេមិនសូវដឹងខ្លួនពួកគេពន្យាពេលសុភមង្គលចាំមានលុយច្រើនសិនចាំទិញផ្ទះបានសិនចាំឡើងតំណែងសិនចាំជោគជ័យសិនពួកគេតែងតែដាក់សេចក្តីសុខនៅកន្លែងណាមួយនៅក្នុងអនាគតប៉ុន្តែបញ្ហានោះគឺនៅពេលដែលពួកគេទៅដល់គោលដៅមួយពួកគេក៏បង្កើតគោលដៅថ្មីមួយទៀតហើយសុភមង្គលក៏ត្រូវបានពន្យាពេលម្ដងទៀតលោកអ្នកដូច្នេះចិត្តវិទ្យាបង្រៀនយើងថាអ្នកអាចមានមហិច្ឆតាអ្នកអាចចង់រីកចម្រើនអ្នកអាចចង់បានអ្វីដែលល្អជាងមុនប៉ុន្តែនៅក្នុងពេលតែមួយអ្នកក៏គួររៀនដឹងគុណនៅអ្វីដែលអ្នកមាននៅថ្ងៃនេះផងដែរអ្នកសាគិតទៅមើលមានរឿងជាច្រើនដែលអ្នកមានសពថ្ងៃនេះដែលកាលពីប្រមាណឆ្នាំមុនអ្នកធ្លាប់តែអធិដ្ឋានចង់បានសុខភាពគ្រួសារមិត្តភាពឱកាសបទពិសោធន៍ជីវិតក៏ប៉ុន្តែដោយសារតែយើងផ្ដោតទៅលើអ្វីដែលខ្វះយើងក៏ភ្លេចមើលឃើញអ្វីដែលមានមនុស្សដែលមានសន្តិភាពនៅក្នុងចិត្តមិនមែនជាមនុស្សដែលមានគ្រប់យ៉ាងទេពួកគេគឺជាមនុស្សដែលចេះឲ្យតម្លៃអ្វីដែលមានពួកគេនៅតែខិតខំនៅតែមានគោលដៅប៉ុន្តែពួកគេមិនរងចាំរហូតដល់ជោគជ័យទើបអនុញ្ញាតឲ្យខ្លួនឯងសប្បាយចិត្តនោះទេលោកអ្នកត្រូវចងចាំថាភាពសុខសាន្តមិនមែនមកពីការមានគ្រប់យ៉ាងនោះទេវាមកពីការដឹងគុណអ្វីដែលមានខណៈពេលដែលអ្នកកំពុងតែបន្តរីកចម្រើនលោកអ្នកស្ដាប់ជាទីគោរពរឿងទី10ដែលជារឿងចុងក្រោយគ្រប់គ្រងចិត្តខ្លួនឯងមុននឹងចង់គ្រប់គ្រងជីវិតប្រសិនបើមានមេរៀនមួយដែលអាចផ្លាស់ប្ដូរជីវិតមនុស្សម្នាក់បានទាំងស្រុងប្រហែលវាគឺជាមេរៀនមួយនេះមនុស្សជាច្រើនចំណាយពេលពេញមួយជីវិតព្យាយាមគ្រប់គ្រងអ្វីដែលនៅជុំវិញខ្លួនពួកគេចង់គ្រប់គ្រងមនុស្សចង់គ្រប់គ្រងស្ថានភាពចង់គ្រប់គ្រងលទ្ធផលចង់គ្រប់គ្រងអនាគតប៉ុន្តែកាន់តែព្យាយាមគ្រប់គ្រងអ្វីទាំងអស់ពួកគេកាន់តែអស់កម្លាំងអស់ថាមពលពីព្រោះការពិតមួយដែលមនុស្សភាគច្រើនពិបាកទទួលយកនោះគឺលោកអ្នកមិនអាចគ្រប់គ្រងពិភពលោកបានទេលោកអ្នកមិនអាចបញ្ជាឲ្យមនុស្សគ្រប់គ្នាស្រឡាញ់អ្នកបានទេលោកអ្នកមិនអាចបញ្ជាឲ្យគ្រប់រឿងដំណើរការទៅតាមផែនការរបស់អ្នកបានទេលោកអ្នកក៏មិនអាចទប់ស្កាត់នៅបញ្ហាទាំងអស់មិនឲ្យកើតឡើងបានទេហើយអ្នកក៏មិនអាចធានាថាជីវិតនឹងយុត្តិធម៌ចំពោះអ្នកគ្រប់ពេលវេលានោះដែរនេះគឺជាការពិតហើយមនុស្សដែលមានប្រាជ្ញាមិនខ្ជិលខ្ជាថាមពលនៅក្នុងការប្រឆាំងទៅនឹងការពិតនោះទេពួកគេផ្ដោតទៅលើអ្វីដែលនៅក្នុងដៃរបស់ខ្លួននោះគឺគំនិតរបស់ខ្លួនការសម្រេចចិត្តរបស់ខ្លួននិងការឆ្លើយតបរបស់ខ្លួនលោកអ្នកសាគិតទៅមើលមនុស្សពីរនាក់អាចជួបបញ្ហាដូចគ្នាម្នាក់បាក់ទឹកចិត្តម្នាក់រៀនពីវាមនុស្សពីរនាក់អាចត្រូវគេរិះគន់ដូចគ្នាម្នាក់ខឹងអស់ជាច្រើនថ្ងៃម្នាក់ទៀតយកជាមេរៀនហើយបន្តដំណើរទៅមុខមនុស្សពីរនាក់អាចបរាជ័យដូចគ្នាម្នាក់ចោះចាញ់ម្នាក់ទៀតចាប់ផ្ដើមម្ដងទៀតតើភាពខុសគ្នានៅត្រង់ណាមិនមែននៅក្នុងព្រឹត្តិការណ៍នោះទេលោកអ្នកប៉ុន្តែនៅក្នុងចិត្តរបស់ពួកគេនេះហើយគឺជាមូលហេតុដែលចិត្តវិទ្យាបង្រៀនថាជ័យជំនះដ៏ធំបំផុតមិនមែនជាការយកឈ្នះអ្នកដទៃទេប៉ុន្តែជាការយកឈ្នះលើខ្លួនឯងពីព្រោះសត្រូវដែលពិបាកបំផុតមិនមែននៅខាងក្រៅនោះទេវានៅខាងក្នុងវាគឺជាកំហឹងវាគឺជាការភ័យខ្លាចវាគឺជាការច្រណែនវាគឺជាការគិតច្រើនហួសហេតុវាគឺជាការសង្ស័យលើខ្លួនឯងហើយបើអ្នកមិនអាចគ្រប់គ្រងរឿងទាំងអស់នេះបានទេជីវិតនឹងអូសទាញអ្នកទៅគ្រប់ទិសទីទាំងអស់
ថ្ងៃនេះអ្នកសប្បាយចិត្តស្អែកបាក់ទឹកចិត្តថ្ងៃនេះអ្នកមានកម្លាំងចិត្តថ្ងៃស្អែកអស់សង្ឃឹមថ្ងៃនេះអ្នកមានទំនុកចិត្តថ្ងៃស្អែកសង្ស័យលើខ្លួនឯងដូច្នេះមនុស្សដែលរស់នៅបែបនេះគឺដូចជាទូកដែលគ្មានជង្គង់រលកបាក់ទៅខាងណាក៏ទៅតាមនោះប៉ុន្តែមនុស្សដែលវឹកហាត់ចិត្តខ្លួនឯងពួកគេមិនអនុញ្ញាតឲ្យអារម្មណ៍คล้ายទៅជាម្ចាស់ជីវិតនោះទេពួកគេមិនអនុញ្ញាតឲ្យបញ្ហាមួយថ្ងៃកំណត់អនាគតមួយជីវិតបានទេពួកគេមិនអនុញ្ញាតឲ្យមតិរបស់អ្នកដទៃកំណត់តម្លៃរបស់ខ្លួននោះទេពួកគេដឹងថាសេរីភាពពិតប្រាកដមិនមែនជាការធ្វើអ្វីគ្រប់យ៉ាងដែលចង់ធ្វើនោះទេប៉ុន្តែជាការមានសមត្ថភាពគ្រប់គ្រងខ្លួនឯងនៅពេលដែលជីវិតមិនដំណើរការទៅតាមអ្វីដែលខ្លួនចង់បាននេះហើយគឺជាអ្វីដែលមនុស្សភាគច្រើនមិនបានដឹងនៅពេលដែលអ្នកគ្រប់គ្រងចិត្តរបស់ខ្លួនបានអ្នកនឹងមិនងាយត្រូវគេបង្ករឿងនោះទេអ្នកនឹងមិនងាយបែកបាក់ដោយការរិះគន់ទេអ្នកនឹងមិនងាយចោះចាញ់ដោយបញ្ហាបណ្ដោះអាសន្ននោះទេដូច្នេះអ្នកក៏នឹងក្លាយទៅជាមនុស្សដែលមានស្ថិរភាពមានភាពស្ងប់ស្ងាត់មានកម្លាំងពីខាងក្នុងហើយនៅទីបញ្ចប់ជីវិតនឹងនៅតែមានបញ្ហាមនុស្សនឹងនៅតែនិយាយឧបសគ្គនឹងនៅតែកើតឡើងប៉ុន្តែអ្វីដែលផ្លាស់ប្ដូរគឺអ្នកនឹងមិនដូចមុនទៀតទេអ្នកនឹងមិនងាយរង្គោះរង្គើដោយរឿងតូចទៀតនោះទេហើយអ្នកនឹងមិនអនុញ្ញាតឲ្យពិភពលោកខាងក្រៅគ្រប់គ្រងពិភពលោកខាងក្នុងរបស់អ្នកទៀតទេនោះហើយគឺជាអំណាចដ៏ពិតប្រាកដលោកអ្នកសូមចងចាំថាលោកអ្នកមិនអាចគ្រប់គ្រងពិភពលោកបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងចិត្តរបស់ខ្លួនឯងបានហើយមនុស្សដែលឈ្នះចិត្តខ្លួនឯងគឺជាមនុស្សដែលពិបាកឲ្យជីវិតយកឈ្នះបំផុតដូច្នេះលោកអ្នកស្ដាប់ជាទីគោរពសេចក្តីសន្និដ្ឋានចុងក្រោយជីវិតមិនដែលខ្វះបញ្ហាទេមនុស្សមិនដែលឈប់រិះគន់អ្នកទេហើយពិភពលោកក៏មិនដែលដំណើរការទៅតាមអ្វីដែលយើងចង់បានទាំងអស់នោះដែរប៉ុន្តែនៅពេលដែលអ្នករៀនគ្រប់គ្រងចិត្តរបស់ខ្លួនឯងបានអ្នកនឹងឈប់អនុញ្ញាតឲ្យរឿងតូចបំផ្លាញសេចក្តីសុខរបស់អ្នកនឹងឈប់ប្រតិកម្មចំពោះអ្វីគ្រប់យ៉ាងអ្នកនឹងរកឃើញថាភាពរឹងមាំពិតប្រាកដមិនមែនមកពីការគ្រប់គ្រងពិភពលោកនោះទេប៉ុន្តែវាមកពីការគ្រប់គ្រងចិត្តខ្លួនឯង